បីលទ្ធផលបែបណាក៏ដោយបើមានការសម្រេចហើយអ្វីដែលយើងអាចទទួលយកបានយើងទទួលយកអ្វីដែលយើងថាវាជារឿងអាចទទួលមកយើងអាចធ្វើការតស៊ូនេះបន្តពីព្រោះសេរីភាពក៏ដូចប្រជាធិបតេយ្យមិនធ្លាប់មកពីលើមេទេដល់តែយើងម្នាក់ហូរញើសហូរញើសជោគជ័យនឹងបាននៅសេរីភាពមួយដល់ភាពបតៃមួយបាត់ប្រាត់យើងមិនមែនដេកផ្ទះអត់ធ្វើអ្វីសោះហើយគេដាក់ជើងពៀនសេរីភាពជូនដល់ពួកយើងនោះទេមានតែយើងធ្វើសកម្មបាទអហិង្សាសកម្មមិនថាអហិង្សាអត់មានធ្វើអីសោះអានឹងក៏អត់បានដែរយើងធ្វើអ្វីអហិង្សាហើយសកម្មស្របទៅតាមរដ្ឋធម្មនុញ្ញដែលបានធានាអំពីសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្ញុំចង់ជម្រាបដល់សារព័ត៌មានជាតិអន្តរជាតិផងដែរការសម្រេចរបស់សាលាដំបងក៏ដូចជាសាលាឧទ្ធរណ៍ដែលការដកសិទ្ធិមិនឲ្យបោះឆ្នោតដកសិទ្ធិមិនឲ្យឆ្នោតឈ្មោះឲ្យគេបោះឆ្នោតដកសិទ្ធិប្រជាពលរដ្ឋជាស្ថាពរមិនឲ្យធ្វើសកម្មភាពនយោបាយផ្សេងបើតាមលោកពូបណ្ឌិតឡៅលោកថ្ងៃគាត់បានស្រាវជ្រាវហើយគាត់សិក្សាថាការដកសិទ្ធិដែលផ្អែកទៅលើមាត្រា55មាត្រា498នៃក្រមព្រហ្មទណ្ឌវាផ្ទុយទៅនឹងស្មារតីនៃរដ្ឋធម្មនុញ្ញមាត្រា34ថ្មីមាត្រា35ដែលរដ្ឋធម្មនុញ្ញមិនបានចំអល់បង្ហាញឲ្យដកសិទ្ធិពលរដ្ឋទាំងពីរទេក្នុងការធ្វើនយោបាយក៏ដូចជាក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោតនិងសិទ្ធិបោះឆ្នោតអញ្ចឹងយើងឃើញថាច្បាប់ក្រមព្រហ្មទណ្ឌមាត្រា55មាត្រា498វាផ្ទុយទៅនឹងស្មារតីនៃរដ្ឋធម្មនុញ្ញត្រង់ចំណុចនេះរដ្ឋាភិបាលក៏ដូចជាក្រសួងយុតិធម៌ត្រូវពិនិត្យមើលឡើងវិញពីព្រោះវាអធម្មនុញ្ញភាពហើយច្បាប់ណាក៏ដោយមិនអាចគ្របបណ្ដប់ទៅលើរដ្ឋធម្មនុញ្ញពីព្រោះរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាឬយើងអាចនិយាយបានថាជាច្បាប់តែខ្ពស់បំផុតនៃព្រះរាជាណាចក្រកម្ពុជាអញ្ចឹងច្បាប់ផ្សេងមិនអាចគ្របបណ្ដប់ហើយលើសអនុវត្តលើសពីរដ្ឋធម្មនុញ្ញច្បាប់លើសមានន័យថាច្បាប់នោះវាផ្ទុយឬមួយប្រើពាក្យបច្ចេកទេសគេថាអធម្មមនុញ្ញ